សូមគោរពនឹងជម្រាបសួរទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះនាងខ្ញុំមាននៅវាគ្មិនពិសេសដែលយើងនឹងជជែកលើកយកពាក់ព័ន្ធទៅនឹងអ្វីដែលជាកេរដំណែលរបស់ដូនតាខ្មែរយើងជាពិសេសទៅលើកេរដំបាញហើយនៅក្នុងថ្ងៃនេះយើងលើកយកនៅប្រធានបទសឹងខ្មែរចង់ដឹងថាតើសឹងខ្មែរមានការគ្រប់គ្រងយ៉ាងណាខ្លះជាពិសេសបានជួយអ្វីខ្លះទៅដល់សហគមន៍កេរដំបាញយើងដឹងហើយថាកេរដំបាញគឺមានច្រើនមែនទែននៅតាមបណ្ដាខេត្តដូចជាខេត្តតាកែវខេត្តកណ្ដាលសៀមរាបនិងបណ្ដាខេត្តជាច្រើនទៀតដូច្នេះកុំឲ្យខាត់ពេលយូរទៅជួបជាមួយនឹងលោកចាជឹមសុជាដែលគាត់គឺជាម្ចាស់ហាងសឹងខ្មែរចាជំរាបសួរលោកសុជាជំរាបសួរបងចាសប្បាយចិត្តមែនទែនដែលលោកសុជាបានផ្ដល់ឱកាសសម្រាប់នាងខ្ញុំក៏ដូចជាក្រុមការងារហើយជាពិសេសនោះគឺបានបង្ហាញជូនទៅដល់ទស្សនិកជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋរបស់យើងពាក់ព័ន្ធទៅនឹងកេរដំបាញខ្មែរជាពិសេសគឺសឹងខ្មែរតែម្ដងចាអញ្ចឹងចង់ឲ្យលោកសុជាបង្ហាញបន្តិចទៅពាក់ព័ន្ធជាមួយនឹងចំណាប់អារម្មណ៍ក៏ដូចជាការបង្កើតជាហាងលក់នៅផលិតផលខ្មែរជាពិសេសទៅលើសឹងខ្មែរថាតើមានគោលបំណងក៏ដូចជាគំនិតយ៉ាងណាខ្លះដែរចាបាទជំរាបសួរជាថ្មីម្ដងទៀតបាទបងស្រីហើយសូមជាដំបូងបាទសូមអរគុណបាទដល់ទូរទស្សន៍អប្សរាដែលបាទផ្ដល់កិត្តិយសឲ្យខ្ញុំបាទមកធ្វើការបទបង្ហាញបាទនៅពីប្រធានបទបាទអាជីវកម្មសឹងខ្មែរថ្ងៃនេះបាទតាមពិតការចាប់ផ្ដើមនៃវិស័យសឹងខ្មែរនេះគឺដោយសារតែស្រឡាញ់បាទស្រឡាញ់ហើយយើងក៏ចង់ជួយបាទផ្សព្វផ្សាយបាទពីបាទសឹងវិស័យសឹងខ្មែរយើងនេះឲ្យទូលំទូលាយជាងនឹងពួកដោយសារតែវិស័យសឹងខ្មែរនេះស្ទើរតែបាត់បង់ទៅហើយបាទគឺរយៈពេលបើយើងក៏លេខទៅប្រហែលជា10ឆ្នាំទៅ5ឆ្នាំមុនគឺអត់មានអ្នកណាស្គាល់ទេបាទវិស័យសឹងខ្មែរនេះបាទគេស្គាល់តែហូលឬប្រមួងប៉ុន្តែសឹងខ្មែរគឺអត់មានអ្នកស្គាល់ទេពួកដោយសារតែភាគច្រើនគេស្គាល់តែរបស់គេដែលគេនាំចូលពីក្រៅណាប៉ុន្តែក្រោយមកគឺយើងដោយសារតែក្តីស្រឡាញ់យើងស្វែងរកកកកកាយដើម្បីផ្សព្វផ្សាយបំផុសបំផុលឲ្យបងប្អូនយើងបាទទូទាំងប្រទេសស្គាល់បាទចាក្នុងអាជីវកម្មរបស់យើងថាតើយើងអាចជួយបានទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កាន់កៃដំបាយប្រហែលប្រមាណគ្រួសារដែរហើយការប្រមូលរបស់យើងយ៉ាងណាដែរបើគិតមកដល់ពេលនេះគឺបើយើងជួយប្រហែលជាចន្លោះពី200ទៅ300គ្រួសារបាទក្នុងនោះគឺយើងមានកៃប្រហែលជា500 400ទៅ500កៃព្រោះដោយសារតែគ្រួសារខ្លះមានកៃតបាញហ្នឹង1 2ឬក៏3អាស្រ័យទៅលើសមាជិកគ្រួសាររបស់គាត់ដូចជាខ្លះគាត់មានទាំងប្តីទាំងពួនមានរហូតដល់មានដល់កូនទៀតដែលគាត់មានកៃណាអញ្ចឹងយើងជួយគាត់ច្រើនបាទយើងជួយច្រើនមែនទែនដែលគាត់មានចំណូលថេរជាមួយហាងយើងរាល់ថ្ងៃចាចំនួននៃការប្រមូលកៃដំបាយវិញថាតើប្រហែលជាប្រមាណក្បិនដែរក្នុងមួយសប្តាហ៍ឬក៏គិតជាចំនួនថ្ងៃឬក៏យ៉ាងណាដែរនៅក្នុងចំណុចហ្នឹងតាមពិតយើងធ្វើមួយសប្តាហ៍ម្ដងបាទមួយសប្តាហ៍យើងចន្លោះពី300ទៅ400ពួកដោយសារតែពួកគាត់នៅពេលដែលពួកគាត់ត្បាញរួចឬក៏យើងមានការកម្មងអញ្ចឹងយើងចាប់ផ្ដើមឲ្យគាត់ត្បាញតែម្ដងមានន័យថាអតិជនខ្លះគឺគាត់នៅស្ថាប័នតែមួយគាត់ចង់បានម៉ូដដូចគ្នាបាទអញ្ចឹងយើងបុកមានន័យថាយើងបញ្ជាឲ្យគាត់ត្បាញជាលក្ខណៈមួយពេលដែលត្បាញបានគឺយើងឲ្យគាត់ប្រមូលឲ្យយើងតែម្ដងណាចាចុះសម្រាប់នៅពេលដែលយើងទទួលបាននៅគេហៅថាផលិតផលសម្រាប់ការលក់នៅលើទីផ្សារយើងតែងតែមានទាំងឈ្មួញដែលគាត់ទិញយកទៅលក់បន្តឬក៏អ្នកប្រើប្រាស់ផ្ទាល់តែម្ដងថាតើនាពេលបច្ចុប្បន្នការគ្រប់គ្រងក៏ដូចជាការលក់នៅលើទីផ្សាររបស់យើងមានការថមថយឬក៏យ៉ាងណាដែរចុងក្រោយនេះគឺយើងមានសន្ទុះនៃការគ្រប់គ្រងច្រើនបាទទាំងក្នុងនិងក្រៅប្រទេសបាទហើយបងប្អូនមួយចំនួនពីមុនគាត់អត់ដែលស្គាល់សឹងខ្មែរទេប៉ុន្តែឥឡូវគាត់ងាកមកប្រើសឹងខ្មែរដោយសារតែគាត់យល់ពី
បោះខ្មែរបាទយល់ពីផលិតផលខ្មែរមួយនឹងព្រោះដោយសារតែការធ្វើផ្សព្វផ្សាយរបស់យើងគឺមានភាពទូលំទូលាយអ្វីដែលសំខាន់យើងពជ្រាបឲ្យគាត់យល់ថាបោះខ្មែរចេញមកពីប្រភពណាហើយគុណភាពបែបម៉េចបាទអូលោកសុជាតិថាមាននាំចេញទៅដល់ក្រៅប្រទេសទៀតយ៉ាងណាដែរនៅក្នុងនោះគឺយើងមានអតិជនដែលកំងប្រចាំដូចជានៅខាងអាមេរិកបាទបារាំងអូស្ត្រាលីកាណាដាហើយនឹងមានកម្ពុជាក្រោមទៀតដែលបងប្អូននៅកម្ពុជាក្រោមគាត់ស្រឡាញ់គាត់ពេញចិត្តបាទឃើញគាត់កំងជាប្រចាំពីហាងរបស់យើងផងដែរចាក្នុងនាមលោកសុជាគឺជាម្ចាស់ហាងមួយជាពិសេសនោះគឺបានទៅដល់ទីតាំងរបស់អ្នកកាន់កៃតម្បាញផ្ទាល់ថាតើយើងគួរតែនិយាយផ្សេងយ៉ាងណាក៏ដូចជាពិភាក្សាយ៉ាងណាដែរដើម្បីឲ្យគេហៅថាកាន់តែល្អប្រសើរថែមទៀតណាទៅលើក្បូរក្បាច់ក៏ដូចជាលក្ខណៈពិសេសរបស់សឹងខ្មែរយើងបាទអ្វីដែលយើងចង់ឲ្យគាត់ធ្វើគឺពង្រឹងគុណភាពបាទពង្រឹងគុណភាពគឺកត្តាសំខាន់បំផុតបាទហើយឃើញយើងធ្វើបានល្អមែនតើឃើញមករយៈចុងក្រោយហ្នឹងបាទទាំងគុណភាពទាំងតម្លៃគឺយើងអាចទទួលបានទាំងអស់គ្នាបាទហើយយើងក៏ជួយគាត់បាទមានន័យថាឲ្យប្រសើរជាងមុនណានៃជីវភាពរបស់ពួកគាត់ណាបាទនៅពេលដំបូងឡើយយើងពិបាកប៉ុន្តែដល់ពេលក្រោយមកយើងធ្វើការមួយគ្នារយៈពេលជាច្រើនឆ្នាំនេះគឺយើងយល់ពីគ្នាដូចបងដូចប្អូនអញ្ចឹងបាទអញ្ចឹងមានន័យថាអ្វីក៏ដោយគឺសាមគ្គីហើយនឹងទឹកចិត្តស្រឡាញ់គ្នាណាអញ្ចឹងមានន័យថាមានបញ្ហាមានអីយើងប្រាប់គាត់ហើយគាត់ក៏ប្រាប់យើងដែរប៉ុន្តែអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើគុណភាពសំខាន់បំផុតបើយើងចង់ប្រកួតប្រជែងមួយខាងគេគឺយើងទោះតែពង្រឹងគុណភាពយើងឲ្យខ្លាំងបាទចាលោកសុជាមានអ្វីចង់បន្ថែមដែរទេក៏ដូចជាឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការគ្រប់គ្រងកាន់តែខ្លាំងទៅលើផលិតផលកៃតម្បាញជាពិសេសនោះគឺប្រភេទសឹងខ្មែរហើយលោកសុជាមានអ្វីដែលជាចំណុចសំខាន់របស់ហាងយើងដើម្បីបង្ហាញក៏ដូចជារំលេចទៅដល់ទស្សនិកជនឲ្យគាត់បានដឹងបន្ថែមទៀតចា៎បាទខ្ញុំសូមអរគុណបាទដែលអតិជនដែលជាច្រើនដែលគ្រប់គ្រងហាងរបស់យើងកន្លងមកណាចា៎ហើយក៏ខ្ញុំក៏សូមទទូចឲ្យបងប្អូនងាកមកប្រើរបស់ក្នុងស្រុកមិនត្រឹមតែសឹងខ្មែរយើងទេបាទមិនត្រឹមតែសឹងទេគឺឲ្យតែផលិតផលក្នុងស្រុកបាទគឺយើងសុទ្ធតែរួមចំណែកជួយបាទជួយខ្មែរយើងបង្កើតការងារក្នុងស្រុកហើយជួយសេដ្ឋកិច្ចជាតិអ្វីដែលសំខាន់គឺយើងកាត់បន្ថយភាពក្រីក្របាទភាពក្រីក្រទាំងអស់គ្នាហើយស្រីមឿនសឹងខ្មែរគឺបានជួយរួមចំណែកដែលទាំងដោយប្រយោលដោយជាលក្ខណៈមួយបង្កើតការងារដល់គ្រួសារអ្នកតម្បាញបាទនៅតាមតំបន់ហ្នឹងគឺច្រើនមែនតែនហើយយើងក៏មានម៉ូដថ្មីជាច្រើនដែលអាចបងប្អូនអាចកំងបាទមានន័យថាបើគាត់ស្រឡាញ់ពណ៌ឬក៏ម៉ូដអីមួយណាយើងអាចធ្វើឲ្យគាត់បានមានន័យថាគាត់កំង100ក្បិនឬក៏50ក្បិន200 300ក្បិនគឺយើងអាចធ្វើបានទាំងអស់បាទគឺមិនបាច់គាត់ទិញរៃរងទេគឺយើងទទួលកំងទៀតបាទចាអរគុណទៅដល់លោកសុជាមែនតើនៅក្នុងការបង្ហាញក៏ដូចជាអត្ថាធិប្បាយកាន់តែក្បោះក្បាយពាក់ព័ន្ធទៅនឹងកៃតម្បាញសឹងខ្មែរអ្វីដែលសំខាន់គឺចង់បានការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យងាកមកប្រើប្រាស់ឲ្យបានច្រើននៅផលិតផលនៅក្នុងស្រុកមិនថាជាហូលផាមួងមិនថាជាសឹងឬក៏ផលិតផលអ្វីផ្សេងទេឲ្យតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងផលិតបានសូមជួយគ្រប់គ្រងទាំងអស់គ្នាចាអរគុណដល់លោកសុជាម្ដងទៀតអរគុណបាទទស្សនិកជនជាទីគោរពគណៈពេលនេះកម្មវិធីបានឈានដល់ទីបញ្ចប់នាងខ្ញុំខន្តិតវិរិយារួមទាំងលោកជឹមសុជាដែលជាម្ចាស់ហាងសឹងខ្មែររួមនឹងក្រុមការងារទាំងអស់សូមអរគុណសូមគោរពលា